ឥឡូវនេះយើងមកទស្សនាបង្គោលក្រហមពេជ្រកណ្ដាលនិងកីឡាករម៉ារ៉ុកឡាស៊ីនអ៊ីសាវីតាំងហូមដើរចូលកីឡាកររៀងខ្លួនបាទដើរចូលញាក់ទាត់កាប់តឡាឆ្វេងមកពីកាកាដាបាទទៅលើកីឡាកររបស់ម៉ារ៉ុកនៅទីញាក់ដើរចូលទៅទៀតកាប់ចានឆ្វេងពីកាកាដាលោកស្ដាមពីកាកាដាកាប់ចានស្ដាមមកវិញអីយយកាប់ចានឆ្វេងកាប់ទៅកាប់មកកាប់ចានឆ្វេងទៀតបាទល្អជើងល្អដៃល្អកាយកាកាដាដរិចឆ្វេងពេញបាទវាយកងធម្មតាហើយទីញាក់ដល់ជោគកាប់ចានឆ្វេងទៅទៀតពីពេជ្រកាកាដាទៅលើកីឡាកររបស់ម៉ារ៉ុកបូរ៉ាកូវាធំទឹកពីកាកាដាបាទធាក់ឆ្វេងទល់កាប់ចានស្ដាំ1 2 1 2 1 2 1 2 1 2អីហើយអ្នកប្រយុទ្ធចិត្តធွာបាទពេជ្រកាកាដាយ៉ាងមិនឲ្យធាក់មកមួយដរិចឆ្វេងឆ្វេងស្ដាំឆ្វេងស្ដាំដរិចឆ្វេងមកមួយទៀតបាទពីកាកាដាដល់ចូលពីកាកាដាដរិចឆ្វេងអូបាទដៃប៉ាំងខ្ពៀចូលប្លង់លោកគ្រូពេជ្រសុផាន់ទៀតហើយបាទដៃពីរដៃបើកលុយ 6 7 8បន្តការប្រកួតវាយបានទៀតបាទនៅតែញាក់ដល់ចូលប្រដាប់ដៃឆ្វេងលោកស្ដាំមកវិញឆ្វេងស្ដាំឆ្វេងស្ដាំបោកហើយឆ្វេងរបស់មួយច័ន្ទបាទកាប់ចានស្ដាំដល់ឆ្វេងសងអីយោសងមកវិញបាទពេលមាននៅសច្រើនទៀតឆ្វេងស្ដាំដេញចូលកាប់ដល់ស្ដាំឆ្វេងស្ដាំរបស់មួយច័ន្ទឆ្វេងស្ដាំនេះទៅទៀតហើយសងមកវិញដល់ឆ្វេងហេធាក់ដេញចូលធាក់ឆ្វេងទៀតវាយយកទឹកមួយពីរបាក់ពីអូយ1 2 3 4 5ជាក់កស៊ូការពីមិញបាត់ហើយ7 7 8 9ហើយបានឈប់ការប្រកួតចូលប្លង់លោកគ្រូពេជ្រសុផាន់ទៀតហើយមិនមួយដៃទេចូលចិត្ត20ដៃអញ្ចឹងអត់បើកលុយឲ្យទេបាទបងប្អូនពេជ្រកណ្ដាលໄວលោកបងប្អូនទៀតដៃទៅមើលគ្រូពេជ្រសុផាន់គ្រូឆ្នើមណានោះបងប្អូនមកហូរគ្រូឆ្នើមមួយបាទថ្ងៃនេះបានផ្ដល់កិត្តិយសផ្ទាល់នៅក្នុងសិទ្ធិយោរបស់យើងដូចគ្នាបាទកូនសិស្សលោកគ្រូឆ្នើមច្រើនហ្នឹងឯនេះឥឡូវសូមឲ្យសហការីបាទជួយសម្រួលបាទអរគុណច្រើនឥឡូវនេះសូមទស្សនាជាមួយនឹងរូបភាព slow motion ដែលសម្ដងដោយសហការីរបស់ហងមាសបាទសូមអញ្ជើញទស្សនារូបភាព slow motion ដរិចឆ្វេងបាទពីកីឡាករឡាស៊ីនដែរបាទនៅតែដាក់ចូលដរិចឆ្វេងកន្លែងនេះប៉ាងខ្ពៀបាទអុកគូទឹសមកដៃកន្លែងនេះបាទប៉ះសិនបើកងចេញមករៀមទៀតគឺហិតទៅពិបាកទៅទៀតអរលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីអបអរសាទរជ័យជំនះ